Hello guys ថ្ងៃនេះជា day 62នៃ First Month Challenge របស់ខ្ញុំហីនៃការធ្វើរឿង anime challenge របស់ខ្ញុំគឺទទួលបាន 5k follower ឥឡូវទៅតែបាន794 follower នៅឡើយទេតោះអញ្ចឹងមុននឹងឈានទៅដល់សកម្មភាពធ្វើ anime ទៅឆុងកាហ្វេផឹកជាមួយខ្ញុំសិនតោះមិនដឹងអ្មិចឥឡូវផឹកកាហ្វេផឹកម៉ាឆាតែបេតងអីលែងកើនគេអស់មិនដឹងថាខ្ញុំឆុងឆ្ងាញ់ពេកឬយ៉ាងណាតែគ្រាន់តែមើលក៏ដឹងថាឆ្ងាញ់ដែរត្រូវហើយតោះអញ្ចឹងកុំបាច់បូនច្រើនពេកឥឡូវចូលមកសកម្មភាពធ្វើវីដេអូម្ដងនិយាយរួមវីដេអូនីមួយៗខ្ញុំអត់ចង់បញ្ចូលសំឡេងច្រើនទេព្រោះអត់មានអ្នកចូលមើលដែរណាមួយអត់ដឹងនិយាយពីអីព្រោះថាខ្ញុំបានប្រាប់ពីរបៀបធ្វើអស់ហើយតាំងពីវីដេអូទី1តែក្រែងលោមានអ្នកមើលហើយក៏ចង់ធ្វើអីដែរអាច comment មកបានក្នុងវីដេអូចាខ្ញុំប្រាប់លម្អិតព្រោះថាខ្ញុំចេះតែចង់ចែករំលែកទៅខ្មែរគ្នាឯងទៅដើម្បីបានគំនិតក្នុងការធ្វើវីដេអូដើម្បីបង្កើនប្រាក់ចំណូលទាំងអស់គ្នាបើយើងចេះហើយយើងលាក់ទុកតែម្នាក់ឯងដូចជាមិនកើតព្រោះដឹងស្រាប់ហើយពេលនេះជាពេលដែលខ្មែរយើងត្រូវរួបរวมសាមគ្គីគ្នាតាមចំណីរៀងខ្លួនអញ្ចឹងណារៀងខ្ញុំអត់មានប្រាក់កណាតែជួយគេច្រើនទេមានតែចំណេះដឹងដើម្បីចែករំលែកនឹងឯងអញ្ចឹងសម្រាប់ធ្វើវីដេអូនឹងដែរគឺយើងរៀងចំណាយពេលច្រើនដែរដោយសារយើងចំណាយពេលសរសេរ script វាផងយើងកាត់តវាផងប៉ុន្តែវាស្រួលមួយយ៉ាងដែរដោយសារយើងមាន AI ជាជំនួយយើងអញ្ចឹងណាអញ្ចឹងក្នុងមួយថ្ងៃហ្នឹងខ្ញុំអាចចំណាយពេលតិចបំផុតក៏3ម៉ោងដែរហើយបើសិនជាខ្ញុំធ្វើងប់មែនតើណាអាចទៅពី3 4 5ម៉ោងទៀតក្នុងមួយថ្ងៃហ្នឹងប៉ុន្តែវារៀងហត់ដែរសម្រាប់ខ្ញុំដោយសារតែខ្ញុំធ្វើការវេនយប់អញ្ចឹងដល់ពេលព្រឹកឡើងខ្ញុំត្រូវឆ្លៀតពេលធ្វើទៀតហើយអត់សូវបានដេកប៉ុន្មានទេប៉ុន្តែយើងចេះតែខំប្រឹងធ្វើទៅព្រោះអីវាគឺជាអីដែលយើងស្រឡាញ់អញ្ចឹងណាអញ្ចឹងបើសិនជាមានបងប្អូនណាពួកគាត់ចង់ធ្វើអញ្ចឹងខ្ញុំ recommend ឲ្យធ្វើខ្លាំងមែនតើហ្មងដោយសារអីណាមួយនៅក្នុងស្រុកខ្មែរយើងវិស័យ anime ហ្នឹងវាអត់ស្ទើរមានច្រើនទេអញ្ចឹងទៅវងអញ្ចឹងយើងអាចយកមកបកប្រែរៀនធ្វើអីអញ្ចឹងណាដល់ពេលយើងមានលទ្ធភាពអីទៅយើងអាចធ្វើជា anime ខ្លួនឯងក៏បានដែរហើយភាគច្រើនអ្នកមើលរបស់ខ្ញុំគាត់ថាសំឡេង AI អីអញ្ចឹងណាប៉ុន្តែយើងធ្វើមិនព្រោះយើងអត់ទាន់មានថវិកាសម្រាប់ជួលមនុស្សឲ្យនិយាយអញ្ចឹងណាតែមិនភ័យទេបើសិនជាខ្ញុំមានថវិកានៅថ្ងៃអនាគតខ្ញុំគង់តែជួលឲ្យគេបកប្រែឲ្យទេអញ្ចឹងវីដេអូទី6របស់ខ្ញុំសូមចប់ត្រឹមនឹងសិនបាយបាយ